នៅកម្ពុជាក្រោមត្រូវដាក់ឈ្មោះតាមយួនបើដាក់តាមខ្មែរទៅរៀនសរសេរឈ្មោះតាមខ្មែរមិនបានណាថាសេមិនបានណាថាសរសេរឈ្មោះខ្មែរជាភាសាយួនបានរៀនបានតិចឬក៏មិនចេះដូចឈ្មោះគេថាច់ច័ន្ទរស្មីថាច់ខ្ញុំច័ន្ទហ្នឹងហើយច័ន្ទហ្នឹងហើយហើយរស្មីហ្នឹងរើអាក្អាក់ហ្នឹងមិនរៈសើអាសាមើលអេម៉ៃហ្នឹងហើយថាត់ភក្តីហ្នឹងហ៎ហើយនឹងចរិយាយហ្នឹងមិនថាសេបានឬក៏យើងរៀនមិនដល់ហើយយើងធ្វើបាបកូនឬក៏យើងស្រឡាញ់ឈ្មោះយួនហ្នឹងវាល្អជាងខ្មែរអាហ្នឹងអាស្រ័យទៅលើបងប្អូនតែគ្រាន់តែខ្ញុំនិយាយលក្ខណៈថាបើសិនជាយើងដាក់ឈ្មោះកូនភាសាខ្មែរបានច្រើនតិចទៅយួនក៏យើងដាក់ខ្លះទៅអានោះតាមចំណូលចិត្តបងប្អូនប៉ុន្តែបើលើកឡើងមកចំណុចថាសរសេរជាភាសាយួនបានណាសេឈ្មោះខ្មែរជាភាសាយួនបានណាមានន័យថាយើងរៀនបានតិចពេករៀនភាសាយួនបានតិចពេកបើថាមិនចេះសរសេរឆាត់មកខ្ញុំថាកូនខ្ញុំដាក់ឈ្មោះរស្មីអញ្ចឹងសេមិនបងថេនខ្ញុំជួយសេឲ្យហើយឬក៏បុប្ផាអីបានអញ្ចឹងចម្ប៉ាអីបានអញ្ចឹងហើយឬក៏សួស្ដីឬក៏តារាឬក៏ចម្រើនអីចឹងបើមិនចេះសរសេរឆាតមកបងសថេនជួយសរសេរឲ្យកុំមកនិយាយថាដាក់ឈ្មោះខ្មែរឲ្យទៅរៀនសរសេរទៅជាភាសាយួនបានមានតែយើងនឹងរៀនបានតិចពេករៀនអក្សរយួនបានតិចមិននិយាយខ្មែរណាយើងរៀនអក្សរយួនបានតិចពេកបើយើងរៀនបានច្រើនមានអីណាពិបាកឈ្មោះចំប៉ាចរិយារស្មីចិន្តាធីតាដូចវត្តស្រុកយើងមកហ្នឹងនាមវត្តសិតតលភិរិយដងមានជ័យស្រីវងសារាមរំដួលឈ្មោះគេស្អាតណាហើយចម្ប៉ាបរិយស្រីកតរាជអីហ្នឹងក្រអីហ្នឹងស្រីពតជុំវិញអញ្ចឹងដល់សង្កែចាស់អីអញ្ចឹងសវណ្ណវិជ័យជ្រៃគោកអីចឹងសិតតែឈ្មោះលយទាំងអស់កុំលេងសើចណាយើងធ្វើមិនកុំឲ្យកូនមានការសោកស្ដាយដូចមានបងមួយគាត់ខមមិនមកអញ្ចឹងថាពេលនៅទូចកូនស៊ូស៊ូគួរឲ្យស្រឡាញ់អញ្ចឹងដាក់សិតតែបេតត្រាងបេហាន់បេហឹងឈ្មោះហ្នឹងឈ្មោះយួនពីរោះហើយបេតត្រាងបេហាន់បេហឹងវាសំខាន់ដល់កូននោះចាស់មិននៅមានបេតត្រាងបេហឹងបេហាន់បេហឹងអីទៀតបើចាស់ដូចូល67អីវិញអញ្ចឹងហើយទៅហៅបេតត្រាងមិនកើតដាក់ឈ្មោះឲ្យកូនផ្លេចគិតបែនោះមានន័យថារបៀបលក្ខណៈជូតគេហៅស្រីតូចអញ្ចឹងស្រីតូចហឹងស្រីតូចហាន់អញ្ចឹងហើយដល់ពេលចាស់តូចស្រីតូចពីណាទៀតមកទោះស្រីតូចណាទៀតអញ្ចឹងធ្វើឲ្យកូនស្ដាយក្រោយដល់នោះមានតែកែឈ្មោះខ្លួនឯងហៅខ្លួនឯងនឹងយាយហាន់ឬក៏យាយនោះអីចឹងហើយដល់ពេលបងគាត់លើកឡើងចំណុចទៀតហ្នឹងគាត់ថាកែឈ្មោះខ្លួនឯងមែនទេឈ្មោះខ្លួនឯងហ្នឹងងប់ខឹងអីចឹងទៅឬក៏មេហាន់អីចឹងទៅហើយទៅកែមកថាឈ្មោះចរិយាអីចឹងហើយដល់ពេលគេទៅចូលភូមិនឹងគេសួរឈ្មោះចរិយារមឃើញឈ្មោះបុប្ផារមឃើញមិនឲ្យសាម៉ែអូនឹងហើយធ្វើបាបគ្នាតាំងពីតូចអញ្ចឹងយើងដាក់ខ្មែរទៅហ្នឹងហើយកុំឲ្យស្ដាយក្រោយអារឿងស្ដាយក្រោយពេលនៅតូចអត់ស្ដាយក្រោយទេស៊ូតគួរឲ្យស្រឡាញ់យកបេហាន់បេហឹងបេងប់អីចឹងដល់ពេលមានអីចាស់ឡើងហើយទៅហៅបេមិនកើតទៀតចាស់ចូល67ខ្សែហ្នឹងហើយបញ្ជាក់ទៀតអ្នកណាថាទៅរៀនទៅសេភាសាឈ្មោះខ្មែរទៅជាភាសាយួនបានណាឆាតមកថៃសថេនណាឆាតមកខ្ញុំខ្ញុំសរសេរឈ្មោះឲ្យហ្នឹងហើយអរគុណ